នេះជាការវិភាគសម្រាប់ក្មេងអាយុ1ខួបឡើងទៅប៉ុន្តែវាជាប្រភេទការវិភាគដែលជា general ដែលអ្នកនរគ្នាគ្រាន់តែដឹង key មួយចំនួនហ្នឹងអ្នកនរគ្នាយកទៅអនុវត្តនិង flexible ទៅតាមម៉ោងតាមពេលវេលានៅតាមផ្ទះរៀងៗខ្លួនណាហើយអត្ថប្រយោជន៍នៃការធ្វើការវិភាគហ្នឹងគឺយើងធ្វើឲ្យកូនយើងនឹងញ៉ាំមានទម្លាប់ត្រឹមត្រូវហើយគាត់នឹងមិនខ្លាចទៅជាក្មេងរត់អាហារហើយអ្នកនរគ្នានឹងដឹងថាពេលហ្នឹងកូនរៀងថយចុះអាហារអ្នកនរគ្នានឹងអាចដឹងអញ្ចឹងណាអញ្ចឹងការវិភាគនេះខ្ញុំបញ្ជាក់ឡើងវិញជាការវិភាគទូទៅវាអត់ចំពោះក្មេងណាមួយទេហើយម៉ោងអ្នកនរគ្នាអាច flexible បានហើយខ្ញុំចង់ចែករំលែកនេះជាលក្ខណៈទូទៅអញ្ចឹងសម្រាប់អាហារយើងចែកចេញជា3ពេលដែលសំខាន់ទី1អាហារពេលព្រឹកទី2ថ្ងៃត្រង់និងពេលល្ងាចអាហារសំខាន់ទាំង3ហ្នឹងគឺជាអាហារដែលយើងត្រូវតែរៀបចំឲ្យបានមានសពគ្រប់អញ្ចឹងណាមានបន្លែមានសាច់បានស្មើគ្នាហើយនៅក្នុងហ្នឹងត្រូវមានអាហារសម្រន់ចំនួន2ដងឲ្យគាត់គឺអាចថាមុនអាហារពេលថ្ងៃត្រង់ម្ដងហើយនឹងពេលល្ងាចម្ដងអញ្ចឹងណាអ្វីដែលអ្នកនរគ្នាត្រូវចងចាំទី1ពាក់ព័ន្ធនឹងចន្លោះម៉ោងពេលអាហារបើន័យថាមុនអាហារសំខាន់ពេលថ្ងៃគឺចន្លោះ2ម៉ោងកុំឲ្យគៀកនឹងអាហារសំខាន់ពេលថ្ងៃពេកព្រោះអីវាធ្វើឲ្យកូនអ្នកនរគ្នានឹងអត់សូវឃ្លានដូចគ្នានឹងដែរគឺមុនអាហារល្ងាចអាហារសំខាន់ហ្នឹងចន្លោះហ្នឹង2ម៉ោងគឺគួរតែកុំឲ្យគាត់ញ៉ាំអីអញ្ចឹងឧទាហរណ៍ម៉ោងនេះខ្ញុំដាក់ម៉ោង9អញ្ចឹងឧទាហរណ៍គាត់ញ៉ាំអាហារពេលថ្ងៃម៉ោង11ឯងអញ្ចឹងយើងត្រូវបញ្ចប់អាហារ snack អាហារសម្រន់ហ្នឹងគឺម៉ោងយ៉ាងយូរបំផុត9កន្លះចន្លោះម៉ោងហ្នឹងគឺយើងអត់មានអីឲ្យគាត់ទេព្រោះដើម្បីជៀសវាងការណាយើងផ្ដល់គេពេកក៏ធ្វើឲ្យគាត់នឹងអត់ចង់ញ៉ាំអាហារថ្ងៃត្រង់ឬក៏អាហារពេលល្ងាចនោះទេហើយសម្រាប់ជាអាហារសម្រន់ហ្នឹងអ្នកទាំងអស់គ្នាអាចផ្ដល់ផ្លែឈើក៏បានឬក៏ទឹកដោះគោក៏បានដែរទៅតាមមើលថាកូនយើងនឹងគាត់មិនដែរអញ្ចឹងណាយើងអាចថាត្រូវទៅម៉ោងនឹងផ្ដល់ផ្លែឈើឬក៏អាហារអីទេអញ្ចឹងណាតែខ្ញុំលើកទឹកចិត្តអ្នកគ្នារកអាហារដែលមានវីតាមីនជាវាងការផ្ដល់តែប្រភេទនំតែមួយមុខផ្ដល់នំវាបានជួយជាសារធាតុcarbohydrate បានន័យថាជាម្សៅដល់គាត់ប៉ុន្តែបើយើងគាត់ញ៉ាំអាហារមួយដុំហ្នឹងដែលវាមានវីតាមីននៅក្នុងហ្នឹងគឺគាត់ចំណេញបានវីតាមីនថែមទៀតចឹងណាអូខេអញ្ចឹងជាទូទៅយើងឲ្យគាត់ញ៉ាំហើយគឺឲ្យគាត់ញ៉ាំទឹកដោះគោតែម្ដងទឹកដោះគោបរិមាណខ្ញុំបញ្ជាក់ឡើងវិញមិនត្រូវតែ180 ml ទេគឺអាច150ក៏បានដែរប៉ុន្តែអ្វីដែលអ្នកនរគ្នាត្រូវចងចាំគឺអត់ឲ្យលើសពី600 ml នៅក្នុងមួយថ្ងៃកាលណាគាត់ញ៉ាំទឹកដោះគោច្រើនពេកទី1វាប៉ះពាល់ទៅដល់អាហារសំខាន់របស់គាត់ញ៉ាំអាហារបានតិចទី2ហ្នឹងកាលណាគាត់ញ៉ាំទឹកដោះគោច្រើនយូរទៅវាធ្វើឲ្យគាត់នឹងអាចនឹងមានប្រឈមទៅនឹងហានិភ័យកង្វះជាតិដែកហើយមួយទៀតហ្នឹងគាត់អាចនឹងខ្លាចជាក្មេងដែលអត់បើនេះអត់ចេះទំពាអាហារឬក៏គាត់ខ្សោយនៅក្នុងការសាច់ដុំទំពាអាហារដោយសារតែគាត់ចូលចិត្តតែបើទឹកដោះគោកាលណាតែក្មេងគាត់ញ៉ាំទឹកដោះគោច្រើនគឺក្មេងហ្នឹងចំណងបើនេះការញ៉ាំរបស់គាត់ធ្វើថយចុះហើយអញ្ចឹងមួយទៀតដែរគឺពាក់ព័ន្ធនឹងពេលយប់អ្នកនរគ្នាអាចឲ្យគាត់ចូលគេងយ៉ាងយូរបំផុតថាម៉ោង9អានេះគាត់តែជាម៉ោងឧទាហរណ៍ខ្ញុំទេហើយរយៈពេលនៅក្នុងការញ៉ាំអាហារមួយពេលជាវាអត់ឲ្យលើសពីកន្លះម៉ោងទេកាលណាតែយើងឲ្យគាត់ញ៉ាំយូរពេកក៏ប៉ះពាល់ទៅដល់ចំណងអាហាររបស់គាត់ដែរអញ្ចឹងរយៈពេលការញ៉ាំអាហារមួយពេលគឺត្រូវទុកពេលធម្មតាកន្លះម៉ោងទេតែប៉ុណ្្នឹងឯងហើយបើសិនជាដល់ម៉ោងពេលវេលាហ្នឹងហើយយើងយកអាហារគាត់ក៏អត់សូវចង់ញ៉ាំអ្នកនរគ្នាអាចរងចាំ10នាទីអីសិនទៀតចាំយកអាហារឲ្យគាត់ព្រោះជួនកាលក្មេងខ្លះដល់ម៉ោងហ្នឹងគាត់អត់ចង់ញ៉ាំទេគាត់អត់ទាន់ឃ្លានអញ្ចឹងយើងមើលទៅថាសាញរបស់កូនយើងអត់ទាន់ឃ្លានទេកុំទាន់បខំគាត់ចាំដល់ម៉ោងដែលគាត់ឃ្លានអាចថាម៉ោង10គាត់ដល់គាត់ញ៉ាំម៉ោង10 11អញ្ចឹងណាតែថ្ងៃហ្នឹងគាត់អត់សូវចង់ញ៉ាំយើងចាំប្រហែលជា10ទៅ15នាទីគ្រូចាំយកមកឲ្យគាត់នឹងគាត់នឹងអាចញ៉ាំហើយនិយាយទៅកុំឲ្យលើសនៅចន្លោះម៉ោងនេះម៉ោង11 12ហ្នឹងគឺខ្ញុំចង់បញ្ជាក់ថាក្នុងចន្លោះម៉ោងហ្នឹងម៉ោង11ទៅម៉ោង12ហ្នឹងជាពេលវេលាត្រូវញ៉ាំអាហារថ្ងៃធំដូចគ្នាម៉ោង7 8ជាពេលវេលាដែលគាត់ត្រូវញ៉ាំអាហារពេលផឹកដូចគ្នានេះគឺ4កន្លះទៅ5កន្លះចន្លោះម៉ោងហ្នឹងអញ្ចឹងណាមានន័យថាគាត់ត្រូវការចំណាយពេល1ម៉ោងដើម្បីញ៉ាំអាហារហ្នឹងឯណាចង់បញ្ជាក់អ្នកនរគ្នាឡើងវិញបើសិនមានចំណុចអ្នកនរគ្នាអាច comment បន្ថែមខ្ញុំនឹងជួយបញ្យល់បន្ថែមអរគុណច្រើន